បាទសួស្តីបងប្អូនបាទនេះថ្ងៃខ្ញុំមកសុំបង្ហាញពីសារៈប្រយោជន៍ក៏ដូចជាអគេហៅថា CM content monetize ដែល page ដែលយើងដំណើរការណាដែលយើងទទួលបាន invite CM ហ្នឹងសារៈប្រយោជន៍មិនគេថា3 in 1ហ្នឹងគឺ page ហ្នឹងគឺចេញក្រហមអញ្ចឹងគឺមានន័យថាយើងមិនបាច់ភ័យទេព្រោះគ្រាន់តែវាបាត់នៅមុខងារមួយចំនួនមានន័យថា Facebook បានដកនៅមុខងារមួយចំនួនណាអញ្ចឹងយើងទៅចង់មើលថាតើវាដកមុខងារអីខ្លះតោះយើងចូលទៅមើលនេះចុចលេង view នឹងមកបាទអញ្ចឹងវាប្រាប់យើងហើយនេះនៅកន្លែងwhat is mean ហ្នឹងអញ្ចឹងវាប្រាប់ថាយើងមិនអាចរលុយជាមួយនឹងរៀលបានទេអញ្ចឹងមិនន័យថា page ខ្ញុំនឹងមិនអាចរលុយពីវីដេអូរៀលបានទេប៉ុន្តែយើងអាចរលុយជាមួយនឹងវីដេអូយើងគឺវីដេអូវែងអញ្ចឹងណារូបភាពការផុសជាមួយនឹងរូបភាពឬក៏អក្សរអញ្ចឹងទៅបាទអញ្ចឹងកាលណាឃើញអញ្ចឹងឃើញចេញអញ្ចឹងកុំភ័យបងប្អូនគឺយើងនៅតែរលុយបានទេបាទហ្នឹងហើយបានគេហៅថាលក្ខណៈពិសេសរបស់3 in 1 CM ហ្នឹងណាបាទអញ្ចឹងបងប្អូនឃើញអញ្ចឹងកុំភ័យបាទអញ្ចឹងយើងនៅតែរលុយបានទេអញ្ចឹងបានដូចថាហ្នឹងគឺយើងអាចផុសវីដេអូវិញក៏បានលុយយើងផុសជាមួយនឹងរូបភាពឬក៏អត្ថបទក៏យើងអាចទទួលបានលុយទៅដែរទេបាទអញ្ចឹងវាអត់ដាច់ទាំងអស់ទេបាទអញ្ចឹងសូមអរគុណសម្រាប់ទស្សនាវីដេអូនេះបាទ